បាទជំរាបសួរបងប្អូនបរិសុទ្ធជាទីរាប់អាននៅក្នុងវីដេអូនេះលោកគ្រូបង្ហាញអំពីជំងឺដំបៅនៅលើអូនតូចនេះគឺបង្កឡើងដោយមេរោគ Apelus ducre ហើយឆ្លងតាមការរួមភេទជាមួយនឹងដៃគូដែលផ្ទុកជំងឺដំបៅអូនតូចនឹងឯងបន្ទាប់ពីរួមតនេកមកគឺចេញជាដំបៅណាជាដំបៅទូចមួយឬក៏ដំបៅធំស្តៀងនឹងដំបៅស្វាយដែរប៉ុន្តែជាប្រភេទជំងឺដំបៅដែលឈឺចាប់ណាហើយងាយនឹងហូរឈាមពិសេសនឹងអាចហើមកលៀនហើយទៅកលៀននឹងទៅជាអាប់សែហើយបែកទៅខ្ល้ายជាដំបៅចំហណាជាប្រភេទដំបៅស៊ីរួមផ្ទៃក្នុងសម្រាប់ដំបៅនៅលើអូនតូចនេះគឺជាដំបៅទូចប៉ុន្តែវាស៊ីរួមផ្ទៃក្នុងអញ្ចឹងណាហើយអាចធ្វើឲ្យមានការគ្រុនក្តៅពិបាកទ្រាំនៅក្នុងរាងកាយរបស់យើងជំងឺដំបៅនៅលើប្រដាប់ភេទនេះបើសិនជាយើងអត់ព្យាបាលទេអាចមានបញ្ហាបាត់បង់ប្រដាប់ភេទណាដោយសារវាស៊ីរួមផ្ទៃក្នុងអញ្ចឹងវាស៊ីដាច់ណាអញ្ចឹងបើសិនជាយើងកើតណាសូមអញ្ជើញទៅមន្ទីរពេទ្យឬក៏ clinic ណាឲ្យបានឆាប់តាមដែលអាចទៅបានឬក៏អាចប្រើចំបៃពីរដើម្បីព្យាបាលយើងប្រើថ្នាំលាបផងយើងប្រើថ្នាំផឹកផងប្រើទឹកអនាម័យផងដែរអញ្ចឹងប្រភេទនេះជាប្រភេទថ្នាំផឹកព្យាបាលពីក្នុងយើងប្រើថ្នាំលាបព្យាបាលពីក្រៅនិងយើងប្រើទឹកអនាម័យលាងសម្អាតណាសម្រាប់មេរោគសម្រាប់ដំបៅធ្វើឲ្យដំបៅនឹងឆាប់ជាអញ្ចឹងសូមតាក់ទងតាមលេខទូរស័ព្ទឬក៏ឆាតតាមប្រអប់សារដើម្បីទទួលបានការប្រឹក្សាយោបល់ស្ដីអំពីជំងឺដំបៅអូនតូចហ្នឹងហើយនិងវិធីក្នុងការព្យាបាលជាមួយដំបៅអូនតូចដោយអសបរានចំបៃពីរសូមអរគុណ